មួយលំហាត់ប្រាំបំបត្តិខ្លាញ់ក្បាលពោះនិងធ្វើឲ្យក្បាលពោះរាបស្មើសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានលំហាត់ប្រាណមួយមានឈ្មោះថា plan របៀបធ្វើលំហាត់ប្រាណមុនដំបូងយើងផ្ដេកខ្លួនទៅលើកម្រាលដាក់កែងដៃឲ្យស្មើនឹងស្មាបន្ទាប់មកទៀតយើងបោះជើងទៅក្រោយឲ្យតឹងនៅពេលដែលយើងសេរីកែងដៃហើយយើងមើលថាវាស្មើនៅបន្ទាប់មកទៀតយើងបោះជើងទៅក្រោយមួយទៀតទាំងពីរហើយដាក់ជើងនឹងឲ្យតឹងបន្ទាប់មកយើងដកដង្ហើមចូលផតពោះទៅរកឆ្អឹងជំនីនិងដាក់ខ្នងយើងឲ្យត្រង់ដោយបន្ទះក្តារបន្ទាប់មកទៀតយើងដកដង្ហើមចូលតាមច្រមុះហើយនឹងផ្លុំចេញតាមមាត់ធម្មតានិងរាប់ឲ្យបាន12សម្រាប់លំហាត់ប្រាណនេះដែរយើងធ្វើ12គុណនឹង3នឹងអាចធ្វើលើនឹងក៏បានបើសិនជាយើងអាចទ្រាំបានអញ្ចឹងក្បាលពោះយើងកាន់តែចូលខ្លាំងអរគុណសម្រាប់ការ like share ជួបគ្នានៅវីដេអូក្រោយ